បាទសួស្តីបងប្អូនអ្នកគ្នាសូមស្វាគមន៍បាទមកកាន់បាទវីដេអូរបស់ខ្ញុំសាជាថ្មីសម្រាប់បងប្អូនដែលគាត់បង្ហោះវីដេអូបាទចូលទៅក្នុង Facebook ឬក៏ Page បងប្អូនហ្នឹងបាទមាន menu ច្រើនរហូតដល់ M បងប្អូនចង់យកវីដេអូមួយហ្នឹងយកមកដាក់នៅខាងលើវីដេអូនេះខ្ញុំចង់បង្ហាញបងប្អូនហ្នឹងបាទយក menu ដែលវីដេអូរបស់យើងពីមុនមកដែលមានបាទ menu ច្រើនហ្នឹងយកមកដាក់ខាងលើហ្នឹងបាទដូចខ្ញុំបានដាក់នៅលើអេក្រង់ទូរស័ព្ទរបស់ខ្ញុំអញ្ចឹងបងប្អូនអាចតាមដានវីដេអូនេះបានខ្ញុំនឹងបង្ហាញបងប្អូនតែម្ដងបន្ទាប់មកបងប្អូនចុចចូលនៅក្នុងកម្មវិធី Facebook ហើយបងប្អូនចុចចូលកន្លែង Trade នេះមកបើសិនជាបងប្អូនអត់ទាន់បាន select យក page បងប្អូនណាហើយបងប្អូនជ្រើសរើសយក page បងប្អូនមកឥឡូវខ្ញុំបាន select យករួចរាល់ហើយបងប្អូនចុចចូលកន្លែង profile របស់យើងហ្នឹងកន្លែង Trade 3ហ្នឹងចុចចូលមកហើយបងប្អូនចុចចូលកន្លែងឈ្មោះ page របស់យើងហើយបងប្អូនអូscrollឡើងលើបងប្អូនចុចចូលកន្លែងពាក្យថា reel បងប្អូនណាហ្នឹងហើយបើសិនជាអត់ឃើញ load នៅកន្លែងនេះទេបាទបងប្អូនចុចកន្លែងនេះមិនថាវីដេអូ long ឬក៏ reel ទេបងប្អូនណាហ្នឹងហើយបើសិនជាអត់ឃើញនៅកន្លែងនេះបងប្អូនចុចចូលកន្លែង more នេះបងប្អូនណាហ្នឹងហើយចុចសញ្ញាបាព្រួយហ្នឹងដោយសារតែវីដេអូរបស់ខ្ញុំអត់មានវីដេអូ long ទេបងប្អូនណាហ្នឹងមានតែ reel បាទហ្នឹងហើយវីដេអូខ្លីបងប្អូនហើយបងប្អូនបើសិនជាបងប្អូនអត់មានឃើញពាក្យថា reel នៅកន្លែងនេះទេបងប្អូនចុចកន្លែង more នេះបងប្អូនណាហ្នឹងហើយចុចកន្លែង more ហ្នឹងបាទអញ្ចឹងបងប្អូនអាចជ្រើសរើសយកបាទ reel បានហើយដោយសារខ្ញុំ load នៅកន្លែងនេះអញ្ចឹងចុចចូលទីនេះតែម្ដងបាទនេះបងប្អូនឃើញបាទខ្ញុំយកចំនួន view mm ហ្នឹងយកមកដាក់ខាងលើនេះបងប្អូនណាហ្នឹងហើយបងប្អូនឃើញទេបាទនេះបាទហើយវីដេអូមួយនេះ 1.5mm 1.6mm ហើយកង្ខំនេះ 31mm បងប្អូនណាហ្នឹងហើយ 31mm អញ្ចឹងបងប្អូនណាខ្ញុំចង់បង្ហាញបងប្អូនហ្នឹងរបៀបយកវីដេអូដែលយើងមានចំនួនច្រើនណាបងប្អូនណាហ្នឹងហើយចំនួន mm យកមកដាក់ខាងលើបាទដើម្បីដាក់វាបានបងប្អូនចុចចូលតាមខ្ញុំមកបងប្អូនអូscrollឡើងលើបាទអូ scroll ហ្នឹងហើយអូ scroll ឡើងលើមកខ្ញុំទៅមើលវីដេអូដែលមានចំនួន mm សិនបាទឥឡូវខ្ញុំជ្រើសរើសយកវីដេអូមួយនេះបាទមក M9 ខ្ញុំចុចចូលបាទពេលបងប្អូនមកចុចចូលឃើញវីដេអូបែបនេះហើយបងប្អូននេះចុចកន្លែង Trade បងប្អូនណាហ្នឹងហើយកន្លែង Trade ហ្នឹងបាទចុចចូលមកបងប្អូននឹងឃើញនេះឃើញដូចមួយជុលបងប្អូនណាហ្នឹងហើយ pin to your video បងប្អូនណាហ្នឹងហើយបងប្អូនចុចចូលកន្លែងហ្នឹងមកពេលបងប្អូនចុចចូលកន្លែងហ្នឹងហើយគឺវា load នៅខាងលើវីដេអូរបស់យើងតែម្ដងបាទឥឡូវចុចចូលឲ្យបងប្អូនមើលបាទចុចចូលបាទឥឡូវយើងធ្វើរួចរាល់ហើយបងប្អូនណាហ្នឹងហើយចាំឲ្យវា load បន្តិចសិនបងប្អូនណាហ្នឹងហើយពេលវា load រួចរាល់ហើយយើងបាទទៅមើលវីដេអូនឹងឃើញហើយនៅខាងលើ page របស់យើងតែម្ដងបងប្អូនណាឥឡូវបងប្អូនបាទចុចចេញមកវិញបាទចុចចេញមកហើយបងប្អូន refresh មួយហ្នឹងហើយ refresh ហើយបងប្អូនចុចចូលកន្លែង profile ឡើងនេះមកហ្នឹងហើយបងប្អូនណាហើយបងប្អូនចុចចូលកន្លែងនេះចុចចូលកន្លែងហ្នឹងហើយចុចចូលហើយបងប្អូន refresh បងប្អូននឹងឃើញវីដេអូហ្នឹងហើយនេះឃើញទេបាទឥឡូវយើងបានដាក់រួចរាល់ហើយបាទវីដេអូបាទ 1.9mm ហ្នឹងយកមកដាក់ខាងលើនេះបងប្អូនណាហ្នឹងហើយអញ្ចឹងយើងដាក់បាន13វីដេអូទេបងប្អូនណានេះឃើញសញ្ញាដូចជាក្តិតម្ជុលទេបងប្អូនណានេះឃើញទេបាទដូចជាក្បាលដិតម្ជុលចឹងបងប្អូនណាហ្នឹងហើយអញ្ចឹងយើងដាក់បាន13វីដេអូទេខាងលើបាទបើសិនជាបងប្អូនចង់បានវីដេអូផ្សេងយកមកដាក់ទៀតបងប្អូនបាទអនុវត្តដូចវីដេអូរបស់ខ្ញុំហ្នឹងទៅគឺអូខេហើយបងប្អូនណាហ្នឹងហើយបាទអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះបាទសូមជម្រាបលា